ទន្លេកំពុងបន្តបាក់ស្រុតនៅតំបន់ជាច្រើនក្នុងខេត្តកំពង់ចាមត្បូងឃ្មុំកណ្ដាលនិងព្រៃវែងបណ្ដាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋត្រូវរុះរើផ្លូវមួយចំនួនបាក់ចូលទន្លេខណៈសាលារៀននិងផ្លូវនៅតំបន់ខ្លះនៅសល់ចម្ងាយត្រឹម5ម៉ែត្រពីមាត់ច្រាំងពលរដ្ឋមួយចំនួនបារម្ភថាអាចបណ្ដាលមកពីសកម្មភាពបូមខ្សាច់នៅក្បែរតំបន់បាក់ប៉ុន្តែរដ្ឋមន្ត្រីនិងមន្ត្រីមូលដ្ឋានបញ្យល់ថាការបាក់នេះបណ្ដាលមកពីកត្តាធម្មជាតិនិងកត្តាមនុស្សធ្ងន់ជាងគេតាមទិន្នន័យដែល News Today ទទួលបានគឺខេត្តកំពង់ចាមលោកអ៊ុនចន្ទរាអភិបាលខេត្តកំពង់ចាមប្រាប់ News Today ថាឆ្នាំនេះច្រាំងទន្លេបានបាក់ស្រុតជាង7គីឡូម៉ែត្រធៀបទៅនឹងជាង2គីឡូម៉ែត្រកាលពីឆ្នាំមុននៅឃុំព្រះអណ្ដូងស្រុកស្ទឹងត្រង់ច្រាំងបាក់នៅសល់ត្រឹម5ម៉ែត្រពីផ្លូវកៅស៊ូនិងសាលាបឋមសិក្សាព្រះអណ្ដូងចំណែកនៅឃុំឫស្សីស្រុកស្រីសន្ធរនៅសល់10ម៉ែត្រពីសាលារៀននៅឃុំកោះអណ្ដែតផ្លូវបេតុង100ម៉ែត្រនិងផ្លូវគ្រួក្រហម400ម៉ែត្របានបាក់ស្រុតហើយនៅស្រុកកំពង់សៀមផ្ទះ3គ្រួសារនិងខ្ទមចាំចំការរបស់12គ្រួសារត្រូវបានរុះរើចេញនៅខេត្តត្បូងឃ្មុំការបាក់ច្រាំងនៅភូមិ3ប៉ីស្រុកក្រូចឆ្មាកំពុងប៉ះពាល់ប្រជាពលរដ្ឋ20គ្រួសាររបាយការណ៍ឃុំដែល News Today ទទួលបានបង្ហាញថានៅចំណុចក្បាលកោះភូមិ3ប៉ីច្រាំងបានបាក់ចូល35ម៉ែត្រនិងបណ្ដោយ300ម៉ែត្រខណៈតំបន់មុខវត្ត3ប៉ីក៏បាក់រាប់រយម៉ែត្រដែរលោកសេងជ័យវុឌ្ឍអ្នកនាំពាក្យរដ្ឋបាលខេត្តត្បូងឃ្មុំឲ្យដឹងថាគិតត្រឹមថ្ងៃទី22ខែសីហាអាជ្ញាធរបានរុះរើផ្ទះ9ខ្នងត្រៀមរុះរើបន្ថែម4ខ្នងខណៈម្ចាស់ផ្ទះ3ខ្នងទៀតកំពុងតែតាមដានស្ថានភាពចំពោះការបារម្ភរបស់ពលរដ្ឋអំពីករណីបូមខ្សាច់លោកសាយទូចអភិបាលស្រុកក្រូចឆ្មាបញ្ជាក់ថានៅក្បែរទីតាំងបាក់នោះមិនមានសាឡង់បូមខ្សាច់នោះទេលោកថាតាមការសង្កេតរបស់ពលរដ្ឋកោះមួយនៅកណ្ដាលទន្លេបានដុះកាន់តែធំធ្វើឲ្យចរន្តទឹកប្រៃទិសមកបុកចាំងតែម្ដងចំណែកនៅកោះចម្រើនស្រុកលើកដៃខេត្តកណ្ដាលពលរដ្ឋរាយការណ៍ថាច្រាំងទន្លេមេគង្គបានបាក់ធ្វើឲ្យដីនិងដើមស្វាយជាច្រើនធ្លាក់ចូលទន្លេហើយនៅក្បែរតំបន់នោះក៏មានសាឡង់បូមខ្សាច់ដែរប៉ុន្តែលោកដុំបូរ៉ាអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្ដាលប្រាប់ News Today ដោយដកស្រង់របាយការណ៍របស់អភិបាលស្រុកលើកដៃថាការបាក់ច្រាំងនៅទីនោះបណ្ដាលពីកត្តាធម្មជាតិនិងជាការបាក់ដែលកើតមានជាប្រចាំឆ្នាំទៅហើយដោយឡែកនៅភូមិព្រៃត្រពាំងជ្រៃខេត្តកណ្ដាលដែរច្រាំងទន្លេបាសាក់បានបាក់ជម្រៅ10ម៉ែត្រប្រវែងជិត60ម៉ែត្រខណៈផ្លូវបេតុងជាប់មាត់ទន្លេក៏កំពុងប្រឈមទៅនឹងការបាក់ស្រុតនៅខេត្តព្រៃវែងវិញពលរដ្ឋភូមិថ្មីស្រុកពីមរោក៏នាំគ្នាប្រើស្មាច់ប្រមាណ1000ដើមដើម្បីទប់ច្រាំងដែលបាក់កាន់តែគៀកផ្ទះពលរដ្ឋនិយាយថានៅមានប្រមាណជា10ទីតាំងទៀតប្រឈមទៅនឹងគ្រោះថ្នាក់បាក់ច្រាំងជុំវិញមូលហេតុនៃការបាក់ច្រាំងទន្លេនេះលោកថៅជាថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមពន្យល់ថាជាទូទៅអាចបណ្ដាលមកពីកត្តាទាំងមនុស្សនិងធម្មជាតិក្នុងនោះមានទឹកឡើងស្រករហ័សធ្វើឲ្យដីច្រាំងឆ្អែតទឹកជ្រាយនិងងាយបាក់ការប្រែប្រួលទិសនិងល្បឿនចរន្តទឹកដែលស៊ីរួមជើងច្រាំងការប្រែប្រួលទ្រង់ទ្រាយតួទន្លេនិងជម្រៅបាតទន្លេជាដើមចំពោះទំហំនៃការខូចខាតសរុបលោកថៅជាថាបញ្ជាក់ថាមិនទាន់អាចកំណត់បាននៅឡើយទេដោយសារតែក្រុមការងារបច្ចេកទេសរបស់ក្រសួងនិងមន្ទីរធនធានទឹកតាមខេត្តពាក់ព័ន្ធកំពុងតែចុះសិក្សានិងវិយតម្លៃខ្ញុំរស់សុភាពី News Today NTTV